dụcថ្ងៃទី7បងប្អូនបាទយប់មិញនេះបាទនៅខាងតំបន់ខាងកដោជ្រុំត្រូវបានភ្លៀងមកមេយ៉ាងធំហើយបងប្អូនបាទយ៉ាងជោគជាំមែនតើបាទមានភ្លៀងមានខ្យល់មានផ្គរមានរន្ទះយប់មិញនេះបាទខ្លាំងមែនតើបាទសាច់ពេញតែហ្នឹងនោះដើមឈើអីដួលមួយចំនួនដូងអីបាក់មែកបាក់ធៀងអីអស់ខ្លះបាទហើយភូមិខ្ញុំនេះនៅភូមិតួចំការបាទនៅខាងឃុំកដោជ្រុំស្រុកពញាក្រៃខេត្តត្បូងឃ្មុំបាទដំណាំដែលធ្លាប់តែជាប់ស្លឹកដីជាប់ដីហុយមកទុំស្លឹកអីហ្នឹងឥឡូវឡើងប្រែពណ៌ខៀវសង្ងាត់តែម្ដងបាទលែងមានដីហើយលែងមានទលីអីមកកាន់ស្លឹកទៀតហើយយប់មិញនេះគឺជ្រះស្អាតតែហ្មងបាទហើយចំពោះស្វាយចន្ទីវិញមិនដឹងយ៉ាងណាយ៉ាងណីទេបងប្អូនបាទបាទស្វាយចន្ទីគឺចប់ហើយអត់ទាន់បានលក់អង្គគេផងបងប្អូនបាទខ្ញុំអត់ទាន់បានលក់1គីឡូគេទេ1គ្រាប់គេទេហើយឮថាស្វាយចុះថោកទៀតហើយបាទពី6000ជាងមកដល់5000វិញហើយមិនទាន់បានលក់ផងឃ្លៀងចេះទៀតវាខូចខាតនោះផងហើយតម្លៃក៏វាធូរថ្លៃទៅតាមនឹងទៀតបាទមិននឹងបាយកណាវត្តទេបងប្អូនធៀងដូងលាក់មកអានេះបាក់ដោយសារទឹកកៅដួងស៊ីឬក៏វាបាក់តែម្ដងខ្យល់វាយមើលសិនមើលបងប្អូនអូអានេះវាយខ្យល់វាយហ្មងបាក់ហ្មងបងប្អូនមានស្អីស៊ីទេវាស្លឹកវាធំវាធ្ងន់ហើយខ្យល់យកមកគឺបាក់បណ្ដោយអានឹងបាក់ប្រហែលដើមទៀតទេបងប្អូនណាហើយវាល្អហើយសម្រាប់ដំណាំដូងដំណាំកៅស៊ូអីគឺអត់អីទេហើយចន្ទីចប់ហើយត្រេនអីហ្នឹងអាចនឹងខ្យល់ជ្រុះផ្កាជ្រុះអីខ្លះចឹងទៅបាទជាមើលតែថ្ងៃនេះបើក Facebook មើលទៅឃើញមិនដឹងពីណារងគ្រោះទៅលើស្អីខ្លះទេបាទខ្ញុំនេះបាក់ធៀងដូងអស់មួយចំនួនច្រើនណាស់បងប្អូនណានេះបានជោគជាំល្អដូងបានទឹកបានអីតែធម្មតាទេតែងតែមានផលប៉ះពាល់ខ្លះអីខ្លះចឹងទៅបាទចុះនៅតំបន់បងប្អូនយ៉ាងម៉េចដែរបងប្អូនបាទគឺមានភ្លៀងទេគេថាខែវស្សាខែប្រាំងហើយឆ្នាំនេះតាមការព្យាករណ៍ថាដូចជារាំងស្ងួតដូចឆ្នាំទៅដែរប៉ុន្តែដូចជាមិនសូវត្រូវទេបងប្អូនបាទវាអត់ព្រោះឆ្នាំនេះដូចជាទទួលភ្លៀងបានញឹកញាប់ហើយបាទនៅតំបន់ខ្ញុំនេះ3ដងហើយភ្លៀងបាទនៅខែ1ខែ2ខែ3ហ្នឹងគឺបាទរាល់ខែនេះដល់ខែនេះតែគាត់ថាតិចហើយច្រើនប៉ុន្តែលើកនេះច្រើនជាងគេបាទលើកនេះច្រើនគួរសមច្រើនមែនតើដែរហ្នឹងប៉ុន្តែនៅតំបន់នេះគឺអត់មានដក់ទឹកទេបងប្អូនបាទថាតែវាជាប្រភេទដីភ្នំអត់មានដក់ទឹកដូចនៅខាងនៅដីទំនាបទេនៅដីតាមវាលស្រែទេភូមិខ្ញុំនេះគឺលើទួលខ្ពស់ហ្នឹងបងប្អូនអញ្ចឹងអត់មានដក់ទឹកទេភ្លៀងយ៉ាងម៉េចក៏អត់ដក់ទឹកដែរ